មេដឹកនាំកម្ពុជានៃប្រទេសអ៊ីរ៉ង់លោកអាយ៉ាតូឡាអាគីខាមេនេបានបដិញ្ញាថាប្រទេសរបស់លោកនឹងមិនបង្ហាញធម៌មេត្តាដាច់ខាតចំពោះមេដឹកនាំអ៊ីស្រាអែលបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានទាមទារឲ្យទីក្រុងតេហ៍រ៉ង់យល់ព្រមចុះចាញ់ដែលឥតលក្ខខណ្ឌនេះបើតាមការចាញ់ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP លោកខាមេនីបានបង្ហោះសារយ៉ាងដូចនេះថាយើងចាំបាច់ត្រូវតែធ្វើការឆ្លើយតបរឹងមាំចំពោះរបបភេរវកម្មដូចជាអ៊ីស្រាអែលពួកយើងមិនបានបង្ហាញធម៌មេត្តាចំពោះមេដឹកនាំអ៊ីស្រាអែលឡើយកាលពីថ្ងៃសុក្រសប្តាហ៍មុនអ៊ីស្រាអែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាមិនធ្លាប់មានទៅលើទីតាំងនុយក្លេអ៊ែរនិងមូលដ្ឋានយោធារបស់អ៊ីរ៉ង់ព្រមទាំងលើតំបន់លំនៅឋានរបស់ប្រជាជនផងដែរគូបញ្ជាក់ថាអ៊ីរ៉ង់បានឆ្លើយតបវិញតាមរយៈការបាញ់ស្រោចមីស៊ីលនិងយន្តហោះដ្រូនហើយនៅថ្ងៃពុធនេះបានអះអាងថាខ្លួនបានប្រើមីស៊ីលល្បឿនលឿនជាងសម្លេងវិប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃអង្គារសប្តាហ៍នេះលោកត្រាំបានទាមទារឲ្យអ៊ីរ៉ង់ចុះចាញ់ដោយឥតលក្ខខណ្ឌហើយថែមទាំងអ៊ុតអាត់ថាអាមេរិកមានសមត្ថភាពសម្រាប់លោកខាមេនីយ៉ាងងាយស្រួលបើសិនជាខ្លួនចង់ក៏ប៉ុន្តែការកំណាញ់នេះមិនបានធ្វើឲ្យមេដឹកនាំកម្ពុជាអ៊ីរ៉ង់មានការភ័យខ្លាចនោះឡើយលោកបានបដិសេធយ៉ាងដាច់អហង្ការចំពោះការទាមទាររបស់លោកប្រធានាធិបតីដូណាល់ត្រាំដែលទាមទារឲ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌនោះខណៈពេលដែលប្រជាជនរាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីរដ្ឋធានីតេហ៍រ៉ង់ដើម្បីគេចខ្លួនពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកាន់តែខ្លាំងក្លានេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters យោធាអ៊ីស្រាអែលបានបន្តការវាយប្រហារទ្រង់ទ្រាយធំលើគោលដៅនានានៅក្នុងទីក្រុងតេហ៍រ៉ង់ពេញយប់ដែលបានព្រមានប្រជាជនឲ្យចាក់ចេញពីតំបន់មួយចំនួនដែលនាំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើដងផ្លូវចេញពីរដ្ឋធានីការឆ្លើយតបអ៊ីរ៉ង់បានបន្តបាញ់មីស៊ីលមកលើអ៊ីស្រាអែលដែលបង្កឲ្យមានសម្លេងស៊ីរ៉ែនមិនលឺឡើងនិងបង្ខំឲ្យប្រជាជនអ៊ីស្រាអែលចូលទៅក្នុងទីជម្រកដូចគ្នានៅក្នុងសន្ទរកថាតាមទូរទស្សន៍លោកខាមេនេបានព្រមានសាររដ្ឋអាមេរិកពីការខូចខាតដែលមិនអាចជួសជុលបានប្រសិនបើមានការអន្តរាគមន៍ណាមួយហើយបានអះអាងថាប្រជាជនអ៊ីរ៉ង់នឹងមិនចុះចាញ់ឡើយចំហនេះគឺផ្ទុយពីការទាមទារតឹងរ៉ឹងរបស់លោកត្រាំការប្រជុំមុខដាក់គ្នានេះបានជំរុញឲ្យក្រសួងការបរទេសរុស្ស៊ីព្រមានថាពិភពលោកគឺនៅឆ្ងាយពីគ្រោះមហន្តរាយត្រឹមតែប៉ុន្មានមីលីម៉ែត្រតែប៉ុណ្ណោះគូបញ្ជាក់ថាជាមួយនឹងការបដិសេធមិនព្រមចុះញោមពីសំណាក់មេដឹកនាំទាំងសងខាងនិងសកម្មភាពយោធាដែលកំពុងតែកើនឡើងយ៉ាងខ្លាំងក្លាមិនឈប់ឈរហានិភ័យនៃសង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈមបូព៌ាកំពុងតែកើនឡើងដល់កម្រិតមួយដែលគួរឲ្យបារម្ភបំផុតសំណួរសួរថាបើអាមេរិកលូកដៃចូលក្នុងសង្គ្រាមនេះជាមួយនឹងអ៊ីស្រាអែលដើម្បីវាយប្រហារអ៊ីរ៉ង់តើអាមេរិកទៅធ្វើដោយរបៀបណាប្រសិនបើសហរដ្ឋអាមេរិកបានសម្រេចចិត្តថានឹងលូកដៃទៅផ្ទាល់ជួយអ៊ីស្រាអែលនៅក្នុងការវាយប្រហារលើអ៊ីរ៉ង់នោះជំរើសមួយសម្រាប់ទីក្រុង Washington គឺផ្ដល់មហាគ្រាប់បែក Bunker Buster ដែលត្រូវបានគេជឿជាក់ថាបានបង្កការខូចខាតធ្ងន់ធ្ងរដល់រោងចក្រនុយក្លេអ៊ែរ Fordo ដែលត្រូវបានអ៊ីរ៉ង់សាងសង់យ៉ាងជ្រៅទៅក្នុងដីក្រុងភ្នំមួយក្រុមមន្ត្រីអ៊ីស្រាអែលបាននិយាយថានៅមានជំរឿផ្សេងទៀតក្នុងការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ Fordo ខណៈពេលដែលអ៊ីស្រាអែលកំពុងព្យាយាមបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏ប៉ុន្តែក្រុមអ្នកជំនាញយល់ថាក្រៅពីជំរឿធ្វើប្រតិបត្តិការដោយវាយប្រហារដោយកំបាំងដូឬការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរក្របបែក Bunker Buster នៅមានជំរឿទំនងជាមានច្រើនទៀត Bunker Buster គឺជាប្រភេទគ្រាប់បែកត្រូវបានគេបង្កើតឡើងសម្រាប់ការវាយប្រហារទម្លុះរុលចូលទៅក្នុងដីមុននឹងវាផ្ទុះតាមក្រោយក្នុងករណីនេះគេចង់សម្ដៅលើគ្រាប់បែក GBU 57 AB Massive On-End Penetrator ឬក៏ GBU 57របស់សហរដ្ឋអាមេរិកតាមកងទ័ពអាកាសអាមេរិកគ្រាប់បែកវៃឆ្លាតនេះមានទម្ងន់រហូតដល់ទៅ 13600 គីឡូក្រាមត្រូវបានរចនាឡើងទុកសម្រាប់វាយប្រហារលើរូងក្រោមដីឬលេនដ្ឋានដែលស្ថិតនៅយ៉ាងជ្រៅនៅក្នុងដីគ្រាប់បែកនេះអាចទម្លុះរស់ចូលទៅក្នុងដីបានជម្រៅ61ម៉ែត្រមុននឹងផ្ទុះហើយគេអាចទម្លាក់គ្រាប់បែកមួយគ្រាប់ទៀតដើម្បីទម្លុះរុលចូលបន្ថែមទៀតផងដែរ Bunker Buster បំពាក់ជាមួយនឹងក្បាលគ្រាប់ធម្មតាប៉ុន្តែទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បាននិយាយថារ៉ង់បាននឹងកំពុងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់នៅរោងចក្រ Fordo ដូច្នេះវាអាចរួចថានឹងមានការលេចធ្លាយសារធាតុវិទ្យុសកម្មប្រសិនបើគ្រាប់បែក Bunker Buster ត្រូវបានប្រើដើម្បីវាយប្រហារលើរោងចក្រនេះ Fordo ជារោងចក្រនុយក្លេអ៊ែរសំខាន់ទី2របស់រ៉ង់បន្ទាប់ពីរោងចក្រ Natanz មកដល់ពេលនេះមកទល់នឹងពេលនេះការវាយប្រហាររបស់អ៊ីស្រាអែលមិនទាន់ត្រូវបានគេដឹងឲ្យប្រកាសថាតើបង្កការខូចខាតដល់សារចម្រាញ់អ៊ុយរ៉ានីញ៉ូមនៅក្រោមដីនៃរោងចក្រ Natanz ឬក៏ថាតើអ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារលើរូងក្រោមដីដែលអ៊ីរ៉ង់បានជីកក្បែររោងចក្រនោះដែរឬយ៉ាងណារោងចក្រ Fordo មានទំហំតូចជាង Natanz ហើយវាត្រូវបានសាងសង់យ៉ាងជ្រៅទៅក្នុងដី
ក្រោមភ្នំមួយស្ថិតនៅទីក្រុងអូមស្ថិតនៅចម្ងាយប្រហែល95គីឡូម៉ែត្រពីភាគនិរដីនៃរដ្ឋធានីឆេរ៉ង់រោងចក្រ Ford ត្រូវបានគេជឿជាក់ថាចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ2006និងដំណើរការជាលឿនដំបូងនៅក្នុងឆ្នាំ2009ដែលជាផ្នែកមួយដែលតេរ៉ង់បានទទួលស្គាល់ជាសាធារណៈពីការសាងសង់រោងចក្រនេះប៉ុន្តែពេលនេះផ្នែកសំខាន់នៃរោងចក្រ Ford ត្រូវបានរងសាងសង់នៅក្នុងជម្រៅដ៏ជ្រៅរហូតដល់80ទៅ90ម៉ែត្រហើយត្រូវបានការពារដោយប្រព័ន្ធការពារដែនអាកាសរ៉ង់និងប្រព័ន្ធការពារដែនអាកាសផលិតដោយរុស្ស៊ីនៅលើដីប៉ុន្តែប្រព័ន្ធអាកាសទាំងនោះទំនងជាត្រូវបានកំទេចឬរងការខូចខាតក្នុងការវិវហារដោយអ៊ីស្រាអែលកាលពីថ្មីៗកន្លងទៅនេះនៅក្នុងទស្សនវិជ្ជាក្របែក Bunker Buster ត្រូវទម្លាក់ចេញពីយន្តហោះទម្លាក់ក្របែកដែលមានសមត្ថភាពផ្ទុកទម្ងន់ធ្ងន់ហើយបច្ចុប្បន្នអាមេរិកបានកំណត់ឲ្យយន្តហោះទម្លាក់ក្របែក B2 ទទួលបន្ទុកធ្វើប្រតិបត្តិការទម្លាក់ក្របែកនេះបើតាមក្រុមហ៊ុន Northrop Grumman យន្តហោះទម្លាក់ក្របែក B2 អាចផ្ទុកទម្ងន់បាន 18,000 គីឡូក្រាមប៉ុន្តែកងទ័ពអាមេរិកបានអាងថាខ្លួនធ្វើទៅដោយជោគជ័យដែលឲ្យ B2 ផ្ទុកក្របែក Bunker Buster GBU-57 ចំនួន2គ្រាប់មានទម្ងន់សរុប 27,200 គីឡូក្រាមក្រៅពីនេះ B2 អាចហោះបានក្នុងចម្ងាយ 11,000 គីឡូម៉ែត្រដោយមិនចាំបាច់ចាក់សាំងឡើងវិញនិងអាចហោះបានចម្ងាយ 18,500 គីឡូម៉ែត្របើចាក់សាំងឡើងវិញយ៉ាងណាក៏ដោយតើសហរដ្ឋអាមេរិកនឹងសម្រេចចិត្តចូលរួមក្នុងជម្លោះអ៊ីស្រាអែលនិងអ៊ីរ៉ង់ឬក៏អត់វាជាបញ្ហាមួយផ្សេងទៀតនៅឯកិច្ចប្រជុំកម្ពុជា G7 កាលពីដើមសប្តាហ៍នេះនៅពេលត្រូវបានគេសាកសួរថាតើសហរដ្ឋអាមេរិកនឹងចូលរួមក្នុងជម្លោះយោធានេះដែរឬយ៉ាងណាលោកត្រាំបានឆ្លើយថាខ្ញុំមិនចង់និយាយពីបញ្ហានេះទេក្រុមប្រទេសអាមេរិកបានដឹងថារដ្ឋបាលលោកត្រាំកំពុងពិចារណាលើជំរើសលូកដៃជួយអ៊ីស្រាអែលខណៈដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាលោកត្រាំកាន់តែមានទំនោរចង់ប្រើប្រាស់កម្លាំងយោធាវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់